ទៀតបានងើបឡើងថ្លៃវិញយកផលចំណេញកាលពីយប់មិញបន្ទាប់ពីបានដាំក្បាលធ្លាក់ចុះខ្លាំងត្រូវការថ្លែងសន្ទរកថារបស់លោកត្រាំទាក់ទងនឹងសង្គ្រាមអ៊ីរ៉ង់តម្លៃមីអន្តរជាតិកាលពីយប់ថ្ងៃទី2ខែមេសាបានងើបឡើងថ្លៃមកវិញដល់តម្លៃ$5,666ក្នុងមួយដំឡឹងឬស្មើនឹង$4,700ក្នុងមួយអោនបន្ទាប់ពីមេដឹកនាំអាមេរិកលោកដូណាល់ត្រាំបាននិយាយថាអាមេរិកនឹងបន្តការវាយប្រហារលើអ៊ីរ៉ង់ដែលជំរុញឲ្យមានការព្រួយបារម្ភអំពីអតិផរណានិងគោលនយោបាយត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកបើទោះបីជារបាយការណ៍សេដ្ឋកិច្ចកាលពីយប់មិញមានភាពល្អប្រសើរក៏ដោយសូមបញ្ជាក់ផងដែរថាតម្លៃមាសបានដាំក្បាលធ្លាក់ចុះខ្លាំងមកដល់តម្លៃ$5,491ក្នុងមួយដំឡឹងឬស្មើនឹង$4,554ក្នុងមួយអោនកាលពីព្រឹកម្សិលមិញនៅក្នុងសេដ្ឋកិច្ចអាមេរិករបាយការណ៍ការទាមទារភាពគ្មានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម220,000 នាក់ពីចំនួន211,000 នាក់ដែលជាកម្រិតទាបបំផុតចាប់តាំងពីដើមឆ្នាំ2026មកដោយឡែកនៅក្នុងចំនួនភូមិសាស្ត្រនយោបាយមេដឹកនាំអាមេរិកលោកដូណាល់ត្រាំបានគម្រាមថានឹងវាយកំទេចអ៊ីរ៉ង់ឲ្យវិលទៅរកយុគសម័យថ្មឡើងវិញបន្ថែមពីនេះធនាគារកណ្ដាលអាមេរិកក៏បានធ្លាប់លើកឡើងថាពួកគេមិនប្រញាប់ប្រញាល់ក្នុងការទម្លាក់អត្រាការប្រាក់នោះទេដោយសារតែសម្ពាធអតិផរណានៅខ្ពស់ហើយទីផ្សារការងារនៅមានសុខភាពល្អឥឡូវនេះអ្នកវិនិយោគកំពុងរងចាំមើលរបាយការណ៍សេដ្ឋកិច្ចសំខាន់ៗរបស់អាមេរិកដែលនឹងចេញផ្សាយនៅយប់នេះដើម្បីដឹងពីសុខភាពសេដ្ឋកិច្ចអាមេរិកនិងគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកបន្ថែមទៀតចុះឈ្មោះបើកគណនីទិញលក់ហាងឆេងមាសឥឡូវនេះដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងឆេងមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងឆេងមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram នៅលេខទូរស័ព្ទ070 80 5លោកអ្នកក៏អាចតាមបានតម្លៃហាងឆេងមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Master Ken Academy សូមអរគុណ